Yeah, hello សួស្តីអ្នកនរគ្នាថ្ងៃនេះគឺយើងមកបើកម៉ាត Supermart របស់យើងទៀតហើយអញ្ចឹងនេះឥឡូវយើងបានដល់ចូលដល់ថ្ងៃទី6ដោយសារមុនខ្ញុំ record ថ្ងៃទី5ខំលេងថ្ងៃទី5និយាយដាច់ខ្យល់ងាប់អត់បានបើក record លេងនេះម៉ាតយើងបានចាប់អន្តរការឥឡូវមក12ថ្ងៃហើយដោយសារខ្ញុំបើក record ទេអត់បានលេងហើយមកកាត់លុយសិនអញ្ចឹងថ្ងៃនេះដែរគឺយើងធ្វើបេសកកម្មទិញជាមួយនឹងធ្នើនឹងបន្ថែមទៀតឲ្យយើងទៅស្កាប់ជួបបុគ្គលិកអញ្ចឹងយើងរកលុយមកដើម្បីជួបបុគ្គលិកខ្ញុំដឹងថារកនៅណាទេចាំតិចទៀតយើងលក់បានចំណេញចឹងចាំទៅជួបបុគ្គលិកអញ្ចឹងខ្ញុំគួរតែរកទិញអីគេអ្នក10ឡុងអ្នកខ្ញុំសំភ្លេច$4ស្អីគេដាក់ស្អីគេពីវ៉ាន់ឆោតពេកចង់ភ្លេចអានេះមានខ្មុំនេះមានអានេះមានអូនេះ100ឡើងជាងគោលដៅរបស់យើងគឺមកជួលបុគ្គលិកឯង50មកអត់ទេហើយ3អានេះគេបុគ្គលិកមែនឈប់អ្នកនេះខ្ញុំតិចខ្ញុំត្រូវការជួបបុគ្គលិកចឹងខ្ញុំចាំតិចខ្ញុំពងរោតោះយើងជួលបុគ្គលិកនេះមួយដាក់ណែមកាឡាអូខេអញ្ចឹងខ្ញុំជួបបុគ្គលិកមួយខេន follow នេះទៅជួលគាត់មកមើលហាងណាអាណាបុគ្គលិកជួលទៅបុគ្គលិកជួលនេះ10ឡាអូ not mil mid ស្គីនេះកានេះខ្ញុំសួររកស្គីដូចឆាស្គីនោះរកមើលទៅណាអូដល់ខ្ញុំដាក់ថែមឆានេះស្គីជួលមិញជួលបានចឹងបាច់ចិលហ៎កាឡាតាឈ្នួលចុចខេនមកអ៊ីសស្អីគេណាអត់ទេជួលថាបានមែន95ឡាជួលបានទៀតណាឡារ៉ាដាក់ឈ្មោះឲ្យចុយជួលបានទៀតអូខេឥឡូវយើងមកមើលអានេះវិញភ្ញៀវវិញរកគេនេះអូនឹង100ឡាជាងហ្នឹងឲ្យយើងនេះវិញលក់ដូរវិញអុយភ្ញៀវទៅអស់ឡំអស់ stock link មាន black អីអស់ link ធ្វើcái này លក់ដាច់សាហាវមានតែលុយ300ទិញដល់ចំណេញលក់ហើយនេះនៅទាំងណារៀនធូរថ្លៃក្រោយអស់ហើយដូចជានេះតែពីរហ្នឹងតែហាងបាត់ហ្នឹងគេហាងបាត់ហើយអូមិនត្រង់ជួ4តាយ៉ាងហាងយើងបាត់អស់ហើយថ្ងៃនេះគឺយើងអស់ stock link នេះអញ្ចឹងអានេះ black ពុកទិញហើយបាយគេអានេះទិញមករកលុយខ្ញុំចំណេញទៅទៅទិញអានោះទៀតហ្នឹងលក់មិនតាន់អស់នេះមើលទីស្ករនៅកណូទៀតងាប់ហ្នឹងដែរបានចំណេញបាន100ហ្នឹងទៅខ្វិសតារួមបន្ទប់បុគ្គលិកក៏តាន់ព្រៀបចំឲ្យទៀតចាប់បន្ទប់បុគ្គលិកតែមិនបុគ្គលិកមកធ្វើការកានេះដាក់អ្នកកាត់ខ្លាយកន្លែងលេងណាថៃមើលចឹងអត់នេះឥឡូវខ្ញុំដើរមករើវ៉ាន់ខ្ញុំមកទិញខ្ញុំបានទុកថែមចឹងណាតែវានេះខ្ញុំបានបញ្ចូលសលេងបាននិយាយសលេងចឹងបន្ទាប់យើងទិញវ៉ាន់ហើយយើងដាក់វ៉ាន់ហើយយើងមកដាក់តម្លៃវ៉ាន់ដល់តម្លៃវ៉ាន់ប្រសិនដាក់ពាក់កណ្ដាលខ្ញុំដាក់តម្លៃពាក់កណ្ដាលរួចរាល់បាត់ខ្ញុំដើរមកម៉ាននេះឲ្យឃើញភ្ញៀវចូលខ្ញុំក៏ទៅដើរទៅបើកហាងម្ដងទៀតដើម្បីដើរបើកឲ្យមានភ្ញៀវចូលចឹងណាដល់វាបើកហាងហើយយើងក៏ដើរហៅភ្ញៀវនេះយើងទៅមើល hostel មកអីសិនហើយចាំយើងទៅដើរហៅភ្ញៀវ
តែដល់សុកៗនៅចង់មើលរឿងមួយរឿងខ្មែរតែបន្តិចថ្មីអញ្ចឹងតែខ្ជិលមើលខ្ញុំក៏មើលថ្ងៃហ្នឹងឥឡូវបើកដល់ថ្ងៃទីប៉ុន្មានដល់ថ្ងៃទី7អីអត់មានបានលុយច្រើនទេឥឡូវនេះខ្ញុំមកមើលភ្ញៀវខ្ញុំម្នាក់ដែលគាត់កំពុងរកទិញអីវ៉ាន់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីនេះមកខ្ញុំមកឈរកន្លែងគិតលុយវិញដើម្បីតាមភ្ញៀវគិតលុយឲ្យអស់ខ្ញុំនឹងចូលដល់រកទិញសម្ភារៈផ្សេងៗទៀតអញ្ចឹងណាហើយចូលមកវគ្គថ្មីហ្នឹងដែរគឺយើងឃើញមានសារ៉ាមមានអីបដាដោយសារតែភ្ញៀវនៅឥឡូវចូលច្រើនអញ្ចឹងខ្ញុំកាន់បោះសារ៉ាមបន្ទាប់បោះសារ៉ាមរួចក៏ទៅគិតលុយគេទៀតអញ្ចឹងពេញមួយថ្ងៃហ្នឹងគឺអត់បានធ្វើអីទេក្រៅពីគិតលុយហើយនឹងបោះសម្រាមនឹងមើលស្តុកអីវ៉ាន់សារដើមអញ្ចឹងណាហើយមកដល់កន្លែងហ្នឹងដែរគឺខ្ញុំបានឃើញទឹកសុទ្ធអស់អញ្ចឹងក៏យើងចាប់ផ្ដើមគិតលុយឲ្យភ្ញៀវរួចរាល់យើងក៏ទៅកំងអីវ៉ាន់ម្ដងទៀតយកទឹកសុទ្ធដោយសារទឹកសុទ្ធយើងអត់ពីស្តុកអស់ពីឃ្លាំងលីងស្តុកក៏អស់ឃ្លាំងក៏អស់អញ្ចឹងយើងទិញមកអស់$30ហើយយើងក៏ដាក់ទៅយកទឹកសុទ្ធនេះចេញទៅក៏វារៀងល្ងឹតដែរដោយសារតើហាងយកតែបានដាក់ភ្លើងឲ្យត្រឹមត្រូវមានភ្លឺអញ្ចឹងតែដល់ដាក់ទឹកសុទ្ធរាល់ហើយនេះក៏ឃើញសារ៉ាមនៅគៀនកន្លែងគិតលុយហ្នឹងទៀតហើយក៏កាន់បោះទៅបោះសារ៉ាមទៀតនិយាយថាភ្ញៀវកំពូលភ្ញៀវដើរចោលទៅពីហងតែអត់មានខ្វល់យើងអញ្ចឹងយើងទៅបោះសម្រាប់ហើយយើងក៏មិនបានយកបោះទៅតុកដែរយើងមកគិតលុយភ្ញៀវសិនកំពុងគិតលុយមកស្ទុះសុកភ្ញៀវសាកសួររកតំណែងមានស្អីគេនេះអញ្ចឹងកញ្ចប់ពណ៌បៃតងហ្នឹងក៏ចង់បានអញ្ចឹងយើងអត់មាននៅក្នុងស្តុកយើងក៏ទៅ order នៅក្នុងស្តុកទៅ order ពីគេផ្លេចដើម្បីយកដាក់ខាងហាងយើងអញ្ចឹងខ្ញុំ order រួចរាល់ខ្ញុំដើរទៅយកអីវ៉ាន់សិនតែខ្ញុំឃើញថា order ឲ្យភ្លេចទិញអញ្ចឹងយើងបាន order យើងភ្លេចចុចទិញអញ្ចឹងក៏ទិញហើយតែមកយើងបានមកអីវ៉ាន់ហ្នឹងគឺដាក់នៅក្នុងស្តុករបស់យើងវិញអញ្ចឹងនេះចាំមកដាក់អត់មានកន្លែងដាក់ទៀតអត់មានកន្លែងដាក់មកដល់នេះពេញទៀតពេញភ្លេចមកខាងក្រោមមកយើងភ្លេចមកខាងក្រោមក៏យកវ៉ាន់ទៅទុកវិញបន្ទាប់ពីយកវ៉ាន់ទុកហើយយើងក៏មកកាត់លុយឲ្យភ្ញៀវធម្មតាដោយសារយើងអត់មានបុគ្គលិកដោយសារខ្ញុំថា season នេះយកបុគ្គលិកមកដាក់តែអត់ដឹងថារបៀបយកបុគ្គលិកមកដាក់របៀបមិនអញ្ចឹងចាំប្រហែលជាវគ្គក្រោយខ្ញុំនឹងដាក់បុគ្គលិកឲ្យបានហើយហើយគេតម្រូវឲ្យយើងរកលុយគ្រប់សិនឬក៏យ៉ាងណាដែលយើងអត់ដឹងឥឡូវយើងមកគិតលុយសិនចឹងបន្ទាប់ពីគិតលុយហើយខ្ញុំក៏ដល់ម៉ោងដែលយើងត្រូវបិទហាងនេះអញ្ចឹងយើងបន្ទាប់យើងបិទហាងទៅក៏ស្ងាត់ភ្ញៀវស្ងាត់ហើយយើងអញ្ចឹងយើងក៏មានលុយចំណេញគ្រប់គ្រាន់ប៉ុណ្ណឹងបាន300ក៏ទៅដូរ order វ៉ាន់ថែមអញ្ចឹងវ៉ាន់ខ្ញុំទិញបញ្ចូល stock ខ្លះដើម្បីស្អែកឡើងយើងប្រាក់បើកលក់ទៀតអញ្ចឹងឲ្យយើងគាត់ដាក់វ៉ាន់បន្ទាប់ពីដាក់វ៉ាន់ហើយយើងក៏យកវ៉ាន់ហ្នឹងយកទៅបោះចោលក្នុងសារ៉ាមទៅទៀតយើងក៏បើកយកក៏ចុចមកបិទហាងអញ្ចឹងលុយដែលយើងចំណេញបានតែ$64ទេក្នុងថ្ងៃហ្នឹងដោយសារយើងដកលុយទិញវ៉ាន់អស់ឥឡូវចូលដល់ថ្ងៃថ្មីនេះគឺភ្ញៀវបាននេះចោលកំប៉ុងចោលទៅពីហ្នឹងឯងចោលកំប៉ុងហើយទៅទៀតខ្ញុំរួមបោះទៅតុកសិនដើម្បីមកគិតលុយភ្ញៀវទៀតអញ្ចឹងណាហើយស្រាប់តែស្ទុះឡើងគិតលុយទៅបាន1នាទីផងចាំមើលភ្ញៀវទៀតចោលសារ៉ាមទៀតខ្ញុំក៏បាក់ទៀតអត់មានបុគ្គលិកជួសម្រាប់គិតលុយផងបោះសារ៉ាមផងបោះផ្ទះផងរបស់ហាងវិញហ្នឹងនេះកាន់បោះទៀតហើយចឹងបន្ទាប់ពីបោះអស់ហើយក៏យើងប្រមូលសារ៉ាមផងទុកដាក់អស់ហើយយើងក៏ដល់ម៉ោងទៅគិតលុយទៀតហើយអញ្ចឹងវគ្គហ្នឹងដែរគឺយើងគិតលុយរាល់ហើយក៏យើងចាប់ផ្ដើមចូលដល់ថ្ងៃថ្មីអញ្ចឹងចូលដល់ថ្ងៃទី9ហើយអញ្ចឹងខ្ញុំក៏រៀបចំបាន stock អីអញ្ចឹងណាអញ្ចឹងវីដេអូនេះចាប់ត្រឹមតែប៉ុណ្ណេះអ្នកនរគ្នាបើសិនចូលចិត្តឬក៏ចង់តាមដានហើយអាចទៅ subscribe YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនចូលចិត្តកុំភ្លេច like និង share comment របស់អ្នកនរគ្នាសូមអរគុណ